ឃើញគេផុសមួយថ្ងៃមុនថានៅស្លា UPP ហ្នឹងគឺគេធ្វើសង្គ្រាមពេលដែលចូលទៅដល់គឺមានស្តង់ច្រើនមែនតើហ្មងមនុស្សក៏ច្រើនទេខ្ញុំទៅហ្នឹងគឺទៅពេលថ្ងៃទេហើយមានក្តៅហ្មងពេលដែលដើរលេងក្នុងហ្នឹងឃើញមាន Dairy Queen ទៀតមិនពងក្តៅហងចាំការទិញក្រែមកគេមកញ៉ាំហ្មងទៅខ្ញុំទៅដល់ហ្នឹងក៏បានកំងស្វាយមកបាយដំណើបទៅម៉ឺនុយហ្នឹងគឺមានធំខែហ្នឹងទេខែក្រោយគឺលេងមានម៉ឺនុយហ្នឹងចឹងបើតម្លៃវិញគឺសមរម្យមែនតើមកដល់សារតែហូជីគឺឆ្ងាញ់បុកគេដែរចឹងឃើញដាក់ឡានចឹងមិនមែនតែស្វាយមួយទេទៅនៅមានម៉ឺនុយផ្សេងៗទៀតច្រើនគ្រាន់តែម៉ឺនុយដែលមានលៀបផ្លែឈើចឹងគឺគាត់មានតាមខែចឹងអូមួយទៀតភ្លេចប្រាប់ថាចំពោះសង្គ្រាមហ្នឹងគឺគាត់ធ្វើតែ2ថ្ងៃទេនៅស្លា UPP ហ្នឹងគឺចាប់ពីថ្ងៃហ្នឹងដល់ថ្ងៃស្អែកគឺថ្ងៃទី5ថ្ងៃទី6ដែលជាថ្ងៃសៅរ៍មួយថ្ងៃទឹកដោយសារតែខ្ញុំទៅនេះគឺទៅថ្ងៃសៅរ៍អញ្ចឹងនៅសល់ស្អែកថ្ងៃទៀតថ្ងៃទឹកចំពោះទីតាំងនេះគឺងាយស្រួលហល់ទេទៅនៅចុងគេប្រអស់ហ្នឹងហ្មងពេលដែលទៅដល់ឃើញឡានបកខៀវហ្នឹងឯងដូចខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងទៅ Daily Queen គឺគាត់ធ្វើតែ2ថ្ងៃទេដោយសារតែសង្គ្រាមគឺធ្វើតែ2ថ្ងៃដែរបន្ទាប់ពី2ថ្ងៃហ្នឹងហើយ Daily Queen គឺគាត់នឹងជិះឡានទៅស៊ីមៀមម្ដងគ្រាន់តែនៅកន្លែងណាគឺខ្ញុំអត់ទាន់ប្រាប់ទេចាំឆែកមើល page Daily Queen ទៅគឺគាត់នឹងប្រាប់តាមក្រោយឯងដើរលេងសង្គ្រាម hot mix ដៅអីចឹងនិយាយទៅបានក្រែមកកែវនេះអែហ្មងយីមែនក្នុងម៉ឺនុយហ្នឹងគឺមានស្វាយជាមួយបាយដំណើបទៅនិយាយទៅអែហ្មងពេលដែលញ៉ាំទៅគឺរសជាតិចូលគ្នាហ្មងឆ្ងាញ់ខ្ញុំទៅលេងសង្គ្រាមពេលថ្ងៃហ្នឹងនិយាយទៅថាមិនក្តៅប៉ុណ្ណាអ្នកទាំងអស់គ្នាមើលតែក្រែមទៅដឹងហើយក្រែមហ្នឹងគឺលេខ្លះមែនប៉ុន្តែរសជាតិឆ្ងាញ់តែមកលេងសង្គ្រាមថ្ងៃឡើងចឹងកុំភ្លេចមកញ៉ាំក្រែមផងនិយាយទៅជាក់ឆ្ងាញ់